ជំរាបសួរបងប្អូនខ្ញុំមកកាប់ថ្នាំអានេះនៅចាប់ផ្ដើមយើងឡើងភ្នំទៅវាមានព្រៃឫស្សីព្រៃបាទវាមានដើមឫស្សីព្រៃច្រើនហើយស្អាតមួយយ៉ាងដែរបងប្អូនណាស្អាតមួយយ៉ាងដែរព្រៃឫស្សីសត្វតែព្រៃឫស្សីហើយខ្ញុំដើរឡើងទៅលើភ្នំបាទអញ្ចឹងទៅឃើញវាបន្លាញញ៉ៃហើយពោពេញទៅដោយឫស្សីថតបង្ហាញជូនបងប្អូនមើលបាទមួយយ៉ាងដែរណាបងប្អូនបាទហើយបងប្អូនខ្ញុំប្រាប់រឿងមួយបងប្អូនបាច់ធ្វើគ្រូថ្នាំទេធ្វើគ្រូថ្នាំហ្នឹងពិបាកបងប្អូនឃើញដើររកដប់ប្រៃឫស្សីអញ្ចឹងអត់ស្រួលទេណាបងប្អូនអញ្ចឹងបើចង់ស្រួលកុំធ្វើគ្រូថ្នាំហើយបើថាធ្វើគ្រូថ្នាំហើយគឺអត់បានស្រួលទេនេះដើររកបាត់ហើយអាយ៉ាព្រៃបលាស័យចាក់ភ្នែកហ្នឹងហើយបងប្អូនឃើញហើយបាទអញ្ចឹងបើចង់ស្រួលកុំធ្វើគ្រូថ្នាំបើធ្វើគ្រូថ្នាំគ្មានទេពាក្យថាស្រួលពីព្រោះអីព្រោះថាដើមថ្នាំក៏រកខ្លួនឯងផលិតថ្នាំក៏ផលិតខ្លួនឯងតែធ្វើទីផ្សារឲ្យបងប្អូនស្គាល់ពីគុណតម្លៃពីគុណប្រយោជន៍របស់ដើមថ្នាំក៏ធ្វើខ្លួនឯងអ្វីគឺបង្កើតឡើងដោយខ្លួនឯងទាំងអស់បាទអញ្ចឹងបងប្អូនកុំធ្វើគ្រូថ្នាំបាក់ណាបាទហើយជាផ្សេងមួយទៀតបងប្អូនដែលខ្លាចខ្មោចកុំធ្វើគ្រូថ្នាំបើធ្វើគ្រូថ្នាំត្រូវចូលព្រៃកាប់ថ្នាំហើយស្ងាត់ដើរតែម្នាក់ឯងទេអញ្ចឹងបើថាខ្លាចខ្មោចទេកុំធ្វើគ្រូថ្នាំនេះជាបណ្ដាំរបស់ខ្ញុំអរគុណ